ជំរាបសួរតែចំបោះហាងចរណៃទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីផ្ទះបាយចរណៃទៀតហើយថ្ងៃនេះជួបជាមួយនឹងឆាត់ម៉ារ៉ារបស់យើងតែម្ដងចង់ដឹងអត់ថាឆាត់ម៉ារ៉ាមានជាមួយនឹងមុខម្ហូបអ្វីថ្មីចង់ចែកជូនអតិថិជនទាំងអស់គ្នាទស្សនាយើងជួបជាមួយនឹងឆាត់ម៉ារ៉ាទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរចង់ដឹងថាថ្ងៃនេះបងមានជាមួយនឹងមុខម្ហូបអ្វីចម្លែកចង់ចែកជូនដល់អតិថិជនប្រជាជនកម្ពុជារបស់យើងបានដឹងបានស្ដាប់ជាមួយនឹងរូបមន្តអញ្ចឹងណាមានជាមួយនឹងមុខម្ហូបអីដែរបងចាសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំបានរើសយកមុខម្ហូបមួយដែលហៅថាលៀសអប់គ្រឿងចាមុខម្ហូបនេះក៏ថ្មីមួយសម្រាប់បងខ្លះគាត់អត់ដែលធ្វើទេចាចឹងអតិថិជនទាំងអស់គ្នាចង់ដឹងអត់ថា Chef Mara ធ្វើការចម្អិនបែបណារបៀបណាចឹងយើងជួបជាមួយនឹងការចម្អិនរបស់ Chef Mara ទាំងអស់គ្នាចាជាដំបូងគឺយើងត្រូវតែមានលៀសរបស់ហាងចរណៃជាមុនសិនចាគ្រឿងផ្សំរបស់យើងគឺមានតែប៉ុណ្្នឹងទេតួសំខាន់របស់យើងគឺជាលៀសចាពីហាងចរណៃហូបរបស់យើងគឺបានឆ្អិនហើយអត់ទាន់បានទាំងភ្លក់ផងអតិថិជនទាំងអស់គ្នាគឺឈ្ងុយខ្លាំងមែនតើអញ្ចឹងមកធ្វើការភ្លក់ជាមួយនឹងខ្ញុំទាំងពីរនាក់ទាំងអស់គ្នាយើងធ្វើការដួសមកបំបងនេះឆ្ងាញ់ខ្លាំងមែនតើបងរបៀបថារសជាតិសាច់លៀសនេះគឺនៅសាច់ពេញតាមម្ដងទោះបីជាប្រភេទកកមែនប៉ុន្តែសាច់វានៅពេញរសជាតិសាច់របស់វាខាងក្នុងគឺផ្អែមឆ្ងាញ់ខ្លាំងហ្មងចាអញ្ចឹងបន្ទាប់ពីការភ្លក់របស់យើងហើយគឺបានដឹងថាសាច់លៀសនេះគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើវាថាដូចលៀសស្រស់ចឹងបងអញ្ចឹងសម្រាប់អតិថិជនដែលចង់បានជាប្រភេទសាច់លៀសឬក៏លៀសប្រភេទផ្សេងទៀតអាចធ្វើការតាក់ទងទៅតាម page Facebook របស់ហាងចរណៃឬក៏ទៅដល់សាខាផ្ទាល់តែម្ដងក៏បានដែរហើយសម្រាប់លៀសនេះគឺមានតម្លៃពិសេសជូនអតិថិជនទាំងអស់គ្នាមួយកញ្ចប់តម្លៃត្រឹមតែ$2.99សេនតែប៉ុណ្ណោះអញ្ចឹងត្រូវការអាចតាក់ទងឬក៏ទៅដល់សាខារបស់ហាងចរណៃផ្ទាល់ក៏បានអរគុណច្រើន